អាយុដល់អភិសន្តិបណ្ឌិតសសុខាពេញចិត្តនឹងអបអសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គវគ្គផ្ដាច់ព្រាត់នៅបណ្ឌិតសភានគរបាលកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់អាយុដល់អភិសន្តិបណ្ឌិតនិងលោកជំទាវនឹងកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាពទស្សនាក្បួនព្យុហយាត្រានិងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាលនៅបណ្ឌិតសភានគរបាលកម្ពុជានាព្រឹកថ្ងៃទី17ខែឧសភាឆ្នាំ2026អាយុដល់អភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញការពេញចិត្តកោតសរសើរនិងអបអរសាទរចំពោះលទ្ធផលជោគជ័យនៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គវគ្គផ្ដាច់ព្រាត់នៅបណ្ឌិតសភានគរបាលកម្ពុជាបើតាមអាយុដល់អភិសន្តិបណ្ឌិតនេះជាលើកទី1ហើយដែលបណ្ឌិតសភានគរបាលកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះឡើងដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្ដុះបណ្ដាលកម្លាំងកាយសម្បទាស្មារតីអត់ធ្មត់ភាពវៃឆ្លាតនិងសាមគ្គីផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនយោងតាមរបាយការណ៍អាយុដំនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែនប្រធានបណ្ឌិតសភានគរបាលកម្ពុជាព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី11ដល់ថ្ងៃទី13ខែឧសភាឆ្នាំ2026ក្នុងគោលបំណងបង្កលក្ខណៈឲ្យនិស្សិតសិស្សនគរបាលបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពស្របតាមលក្ខខណ្ឌបច្ចេកទេសអាយុដំប្រធានបណ្ឌិតសភាបានបន្តថាក្នុងដំណើរការដំបូងមានកីឡាករកីឡាការិនីមកពីបណ្ឌិតសភានគរបាលកម្ពុជាសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមនិងសាលានគរបាលជាតិភូមិភាគទាំង6បានស្ម័គ្រចិត្តចូលរួមហ្វឹកហាត់បច្ចេកទេសសរុបចំនួន252នាក់នារី125នាក់តាមរយៈការហ្វឹកហាត់និងការជំរុះកម្រិតបឋមគណៈកម្មការបានជ្រើសរើសបេក្ខជនឆ្នាំបានចំនួន72នាក់នារី32នាក់ដោយបែងចែកជា3ប្រភេទវិញ្ញាសារួមមានទី1ការប្រកួតជាក្រុមបុរសនារីចំនួន56នាក់នារី24នាក់ដោយបែងចែកជា8ក្រុមទី2ការប្រកួតឯកតជនបុរសកីឡាករ8នាក់ទី3ការប្រកួតឯកតជននារីកីឡាការិនី8នាក់ចំពោះវិញ្ញាសាប្រកួតវិញត្រូវបានរៀបចំឡើងចំនួន19ឧបសគ្គតម្រូវឲ្យបត់បែនទៅតាមស្ថានភាពជាក់ស្ដែងដោយប្រើប្រាស់កាយសម្បទារឹងមាំភាពវៃឆ្លាតការគោរពវិន័យការសម្រេចចិត្តក្នុងស្ថានភាពលំបាកនិងការទទួលខុសត្រូវខ្ពស់ឧបសគ្គទាំងនោះរួមមានរបាំងទៀបកៅអីបង្អែកវែងតុវែងបង្អួចជណ្ដើរយល់ជញ្ជាំងមានបំពង់ទីបស្ពានយល់ជណ្ដើរស្វាបន្លាលួសស្នួរខ្សែពួរស្នួរឆ្លងអាគាររថយន្តក្រុងខ្សែពួរផ្លាស់អូផ្ទះសុបនិមិត្តខ្សែកាបទល់ខ្សែកាបភ្លោះការដោះរៀបអាវុធ AK-47 ខ្សែកាបស្របនិងវិញ្ញាសាចុងក្រោយគឺការសម្រុតខ្សែរ៉តរំលងស្រះចំពោះលទ្ធផលគណៈកម្មការប្រកួតបានជំរុះយកតែចំណាត់ថ្នាក់លេខ1លេខ2និងលេខ3ដោយកីឡាករឆ្នាំទាំង3ចំណាត់ថ្នាក់នេះទទួលបានពាននិងរង្វាន់លើកទឹកចិត្តរួមមានទី1ការប្រកួតជាក្រុមបុរសនារីចំណាត់ថ្នាក់លេខ1ទទួលបានពានមាសមេដាយមាសថវិកា3លានរៀលលេខ2ពានប្រាក់មេដាយប្រាក់ថវិកា2លានរៀលលេខ3ពានសំរិទ្ធមេដាយសំរិទ្ធថវិកា1លានរៀលរីឯក្រុមមិនទទួលបានចំណាត់ថ្នាក់នឹងទទួលបានថវិកា50,000រៀលក្នុងមួយក្រុមចំណែកទី2ការប្រកួតឯកតជនបុរសចំណាត់ថ្នាក់លេខ1ទទួលបានពានមាសមេដាយមាសថវិកា1លានរៀលលេខ2ពានប្រាក់មេដាយប្រាក់ថវិកា80,000រៀលលេខ3ពានសំរិទ្ធមេដាយសំរិទ្ធថវិកា50,000រៀលរីឯកីឡាករដែលមិនទទួលបានចំណាត់ថ្នាក់នឹងទទួលបានថវិកា20,000រៀល3ការប្រកួតឯកតជននារីចំណាត់ថ្នាក់លេខ1ទទួលបានពានមាសមេដាយមាសថវិកា1លានរៀលលេខ2ពានប្រាក់មេដាយប្រាក់ថវិកា80,000រៀលលេខ3ពានសំរិទ្ធមេដាយសំរិទ្ធថវិកា50,000រៀលរីឯកីឡាករដែលមិនទទួលបានចំណាត់ថ្នាក់ទទួលបានថវិកា20,000រៀលប្រមុខក្រសួងមហាផ្ទៃបានថ្លែងនៅការអបអរសាទរនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនីដែលទទួលបានជ័យលាភីត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតដោយឡែកសម្រាប់កីឡាករកីឡាការិនីដែលមិនទទួលបានជ័យលាភីអាយុដំអភិសន្តិបណ្ឌិតបានដាស់តឿនមិនឲ្យមានការបាក់ទឹកចិត្តឡើយពលគឺត្រូវសិក្សាស្វែងយល់បទពិសោធន៍ពីការប្រកួតនិងពិនិត្យរាល់ចំណុចខ្វះខាតរបស់ខ្លួនដើម្បីយកទៅកែខៃវាតម្លៃនិងបង្កើនការហ្វឹកហាត់បន្ថែមទៀតសម្ដៅត្រៀមខ្លួនដណ្ដើមជោគជ័យក្នុងការប្រកួតព្រឹត្តិការណ៍ក្រោយៗទៀតអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថាតាមរយៈការប្រកួតនេះកីឡាករកីឡាការិនីនឹងមានឱកាសចូលរួមការប្រកួតក្នុងកម្រិតប្រហាក់ប្រហែលគ្នានេះក្នុងវិស័យកងទ័ពដែលរៀបចំដោយក្រសួងការពារជាតិឬក្រសួងមហាផ្ទៃនាពេលខាងមុខដូច្នេះគុណផលដែលសម្រិតសម្រាំងនឹងទទួលបាននៃឱកាសនេះគឺពិតជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិឲ្យកាន់តែមានភាពរឹងមាំម៉ឺងម៉ាត់និងទាន់សម័យសម្ដៅធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិសន្តិសុខសង្គមនិងបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងក្នុងឱកាសនោះដែរអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងរំលឹកដោយក្តីគោរពក្ដួលនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរៈកងទ័ពនិងវីរៈនគរបាលជាតិគ្រប់ជំនាន់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងបូជាជីវិតដើម្បីបុព្វហេតុការពារមាតុភូមិថែរក្សាសុខសន្តិភាពស្ថិរភាពសង្គមនិងសន្តិភាពសាធារណៈជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃ
សូមបញ្ជាក់ថាក្នុងពិធីដ៏ឧឡារិកនេះអាយុដ៏មកបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាពព្រមទាំងបានអញ្ជើញទស្សនាការសម្ដែងក្បួនព្យុហយាត្រានិងសកម្មភាពអន្តរាគមន៍បង្ក្រាបបទល្មើសផ្សេងៗរបស់និស្សិតនគរបាលយ៉ាងរស់រវើកនិងប្រកបដោយភាពម៉ឺងម៉ាត់ដែលក្បួនព្យុហយាត្រាមានចំនួន8ផែនទី1ផែនការពារទង់ជាតិទី2ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី4ទី3ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី3ទី4ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី2ទី5ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី1ទី6ផែនអន្តរាគមន៍ប្រដាប់ដោយអាវុធ AK-47 ទី7ផែននារីក្នុងឯកសណ្ឋានវឹកហាត់ប្រដាប់ដោយអាវុធ AK-47 និងទី8ផែនបុរសក្នុងឯកសណ្ឋានវឹកហាត់ប្រដាប់ដោយអាវុធ AK-47